Banនិយាយពីរបៀបធ្វើផាក់ឡូវនឹងវិញគឺថាអត់មានអីពិបាកទេបងប្អូនរបៀបធ្វើងាយស្រួលខ្លាំងមែនតើប៉ុន្តែគ្រាន់តែវារៀងចេបចុះហើយនឹងយូរបន្តិចព្រោះអីយើងត្រូវយកគ្រឿងក្នុងជ្រូកឬក៏ពុះជ្រូកអីហ្នឹងយកវាមកលាងសម្អាតឲ្យបានច្រើនទឹកណាយើងត្រូវលាងច្របាច់ជាមួយនឹងអំបិលឬក៏ក្រូចឆ្មាដើម្បីឲ្យគ្រឿងក្នុងជ្រូកហ្នឹងវាកាត់ជារំអិលហើយនឹងបាត់ធំក្លិនបើសិនជាយើងលាងសម្អាតអត់ស្អាតទេញ៉ាំទៅធំក្លិនក៏អត់ឆ្ងាញ់ដែរហើយថ្ងៃនេះគឺខ្ញុំទិញបានស្លឹកត្រចៀកជ្រូកហើយនឹងពោះវៀនជ្រូកហ្នឹងសរុបទាំងអស់តែ1គីឡូឯងខ្ញុំចាប់ផ្ដើមមកដាក់ឆ្នាំងដាំទឹកពុះខ្ញុំបង់គល់ស្លឹកគ្រៃរំដេងស្លឹកក្រូចសើចហើយនឹងអំបិលបន្តិចហើយខ្ញុំយកស្លឹកត្រចៀកជ្រូកហើយនឹងពោះវៀនជ្រូកហ្នឹងយកវាមកស្រុះ10នាទីអីបន្ទាប់ពីខ្ញុំស្រុះវាបាន10នាទីហើយគឺខ្ញុំចាប់ផ្ដើមស្រង់វាចេញហើយទុកវាមួយឡែកសិនឥឡូវនេះខ្ញុំចាប់ផ្ដើមមកកូរស្ករត្នោតដើម្បីធ្វើតែម្ដងខ្ញុំដាក់ស្ករត្នោតនេះ1ស្លាបព្រារាងកំប៉ុងដែរខ្ញុំកូរវាឲ្យឡើងជើងក្រងហើយនឹងឡើងពណ៌ក្រហមល្អបែបហ្នឹងសិនបានខ្ញុំដាក់គ្រឿងក្រៅហ្នឹងមានផ្កាច័ន្ទពុយកាក់ឈើអែមខ្ទឹមសហើយនឹងរំដេងកូរវាឡើងក្លិនឈ្ងុយសិនបានខ្ញុំដាក់ទឹកស៊ីអ៊ីវខាប់ហើយនឹងប្រេងខ្យងហ្នឹងយើងដាក់យកពណ៌ដើម្បីឲ្យផាក់ឡូវរបស់យើងមានពណ៌ក្រហមស្អាតអញ្ចឹងណាបងប្អូនហើយមានទឹកត្រីម្សៅស៊ុបនិងប៊ីចេងបន្តិចកូរគ្រឿងទាំងអស់ហ្នឹងឲ្យវារលាយសព្វចូលជាតិគ្នាល្អសិនហើយឲ្យវាឡើងក្លិនឈ្ងុយល្អសិនទៅចាំយើងដាក់ពោះវៀនជ្រូកហើយនឹងស្លឹកត្រចៀកជ្រូកហ្នឹងចូលទៅតែម្ដងយើងកូរវាត្រឡប់ទៅត្រឡប់មកដើម្បីឲ្យគ្រឿងទាំងអស់ហ្នឹងវាចូលសព្វជាមួយនឹងស្លឹកត្រចៀកជ្រូកហើយនឹងគ្រឿងក្នុងហ្នឹងហើយឲ្យវារៀងដាច់ទឹកបន្តិចសិនទៅចាំយើងចាក់ទឹកចូលទៅហើយយើងចាប់ផ្ដើមរម្ងាស់វាតែម្ដងណាបងប្អូនហើយចំពោះរយៈពេលនៃការរម្ងាស់ផាក់ឡូវរបស់នាងខ្ញុំវិញគឺខ្ញុំរម្ងាស់ប្រហែលជា30នាទីអីហ្នឹងបងប្អូនឥឡូវនេះផាក់ឡូវរបស់នាងខ្ញុំបានឆ្អិនរួចរាល់ហើយឡើងទំនងខ្លាំងមែនតែនបើពណ៌របស់គេវិញណាឡើងក្រហមឆ្អិនឆ្អៅតែម្ដងឃើញតែពណ៌ក្រហមអញ្ចឹងទីច្រឡំថាដាក់លក្ខដាក់អីទៅអត់ទេបងប្អូនអើយគ្រឿងផ្សំដែលដាក់ចូលទៅហ្នឹងដូចតែបងប្អូនបានឃើញនៅក្នុងវីដេអូហ្នឹងអញ្ចឹងហើយខ្ញុំយកវាមកហាន់ជាដុំតូចៗមកល្មមទៅដើម្បីងាយស្រួលយើងញ៉ាំណាបើរសជាតិវិញគឺថាល្មមឆ្ងាញ់ញ៉ាំទៅវាអត់ដិតខ្លាំងពេកទេយើងអាចជ្រលក់ជាមួយនឹងទឹកជ្រលក់អីបានណាហើយផាក់ឡូវថ្ងៃនេះគឺខ្ញុំញ៉ាំជ្រលក់ជាមួយនឹងទឹកត្រីបុកបើសិនជាបងប្អូនវិញចូលចិត្តញ៉ាំជ្រលក់ជាមួយនឹងទឹកសៀងអីក៏បានដែរតាមចំណង់ចំណូលចិត្តវីដេអូនេះមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនចូលចិត្តវីដេអូមួយនេះកុំភ្លេចជួយ follow page ថ្មីនឹងខ្ញុំម្នាក់មួយផងណាអរគុណ